đang ấy stream mấy tía ការងារច្រើន càng ngàyច្រើនគាត់អត់អាចទៅរកស៊ីក្រៅបានគូផ្សំនឹងស្ថានភាពសេដ្ឋកិច្ចពិបាកផងគឺមិនឯងគឺអត់គ្រប់ទេប៉ុន្តែដល់ការងារអនឡាញវាជាឱកាសដែរមានឱកាសប្រូបន្ថែមដើម្បីជួយគ្រួសារទៀតពេលដែលគាត់មានចំណូលវាធ្វើឲ្យមានទំនាក់ទំនងគ្រួសារហ្នឹងក៏ល្អហើយធ្វើឲ្យគាត់ចេះអប់រំកូននៅពេលដែលយើងបង្រៀនយើងមានបរិយាច្រើនទាក់ទងនឹងផ្នត់គំនិតផងការថែទាំគ្រួសារផងការរក្សាក្តីស្រឡាញ់ផ្ដល់អីទាំងអស់ហ្នឹងអញ្ចឹងវាមិនមែនត្រឹមតែចំណូលវាជាការលូតលាស់មួយផ្នែកចំណេះដឹងទៀតយើងលក់បើអត់មានចំណេះដឹងអត់មានជំនាញអត់មានសិលធម៌តែយើងលក់បានអញ្ចឹងភាគច្រើនអ្នកដែលដៃគូសហការមកក្រុមហ៊ុនផ្ដោតទៅលើបំពាក់បំពន់នៃចំណេះដឹងជំនាញជូនគាត់កាលណាគាត់មានចំណេះដឹងមានជំនាញហើយទៅគាត់អាចលក់បានយើងអត់បានផ្ដោតទៅលើបង្ហាញហូក្រុមហ៊ុនលក់ផលិតផលនេះចំណេញច្រើនផ្ដោតលើមានលុយមានឡានមានអីទំនើបអត់ទេពីព្រោះអានឹងវាកើតក្រោយចំណេះនិងជំនាញទេមនុស្សមានចំណេះនិងជំនាញបានបង្កើតចំណូល ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់កម្មវិធី podcast Eligo ចាក្នុងកម្មវិធីពិតជាសប្បាយចិត្តខ្លាំងមែនទែនដែលថ្ងៃនេះបានជួបជាមួយនឹងវាគ្មិនដែលគាត់ជាបុគ្គលឆ្នើមម្នាក់ហើយក៏ជាអ្នកដែលមិនសល់ស្នាដៃខ្លាំងជាកូនខ្មែរដែលមានសមត្ថភាពអាចថាមិនចាញ់បរទេសចាអញ្ចឹងអាចទៅជួបជាមួយនឹងគាត់ទាំងអស់គ្នាជំរាបសួរបងបាទជំរាបសួរអូនចាសុខសប្បាយបងបាទសុខសប្បាយចាដូចជាស្អកកបងបាទស្អកកបញ្ហាសុខភាពបាទតើតដោះសាយចាបងចាបាទរយៈនេះអាកាសធាតុប្រែប្រួលទៅដោះសាយចាញ៉ាំតែមិនអីទេសំឡេងស្អកតិចវាប្លែកម្យ៉ាងដែរចាបងចាចាបងបងអាចណែនាំខ្លួនបន្តិចបានទេបងបាទខ្ញុំបាទឈ្មោះគុណសុចិត្តជា chairman នៅក្នុងក្រុមហ៊ុន Eligo បាទហើយក៏ជាអ្នកដែលស្ថាបនិកដំបូងក្នុងការបង្កើតក្រុមហ៊ុន Eligo ដែរហើយរីករាយថ្ងៃនេះបានកញ្ញារសស្អាតលេននេះបានហៅមកជម្រាប podcast ចាបងចាបងតាមដែលខ្ញុំដឹង Eligo គឺកាត់ឡើងដោយដៃរបស់បងតើពីដំបូងឡើយបងមានអារម្មណ៍ថាពិបាកខ្លាំងអត់ក្នុងការកសាង Eligo ដើម្បីឲ្យចេញជារូបរាងមកបងបាទដំបូងគេហ្នឹងគឺការបង្កើត Eligo ហ្នឹងចៃដន្យទេបាទសម្រាប់ខ្ញុំវិញគឺខេតពិតគឺជាមូលហេតុនៃការកាត់ឡើងពីគូសាចាបាទគូសាគាត់ប្រើប្រាស់គាត់មានបញ្ហាផ្ទៃមុខហើយគាត់ក៏ចង់ព្យាបាលផ្ទៃមុខគាត់អញ្ចឹងមិនដឹងថាទិញផលិតផលអីមកប្រើគាត់ចាប់ផ្ដើម search ទិញផលិតផលពីស្រុកគេមកចាបងតែបើគាត់ទិញមក unit វាថ្លៃដល់ទិញច្រើន unit តម្លៃល្អអញ្ចឹងគាត់គិតថាគាត់អាចប្រើខ្លួនឯងលាបមុខខ្លួនឯងផងលក់ផងទៅអាហ្នឹងជាមូលហេតុចាបាទហើយក៏គាត់ក៏ចាប់ដើមទិញឲ្យលក់លើ Facebook អីបដាទៅចាបងតែក្រោយមកទៀតខ្ញុំក៏ចាប់អារម្មណ៍ដែរពីមុនមកគិតថាការលក់លើ digital ហ្នឹងគឺជាមុខរបររបស់មនុស្សស្រីបាទឬក៏អ្នកអត់មានការងារធ្វើគាត់ធ្វើហ្នឹងទៅភាគច្រើនគេអត់សូវឲ្យតម្លៃជំនាន់មុនបាទការមិនមែនភាគច្រើនហ្នឹងគឺសម្រាប់ខ្ញុំក៏អត់សូវឲ្យតម្លៃដែរចាបាទប៉ុន្តែក្រោយមកទៀតហើយយើងចេះតែមាន business មានក្រុមហ៊ុនពីរដែរក្នុងពេលហ្នឹងបាទមានក្រុមហ៊ុនចលនាទ្រព្យមួយហើយនិងក្រុមហ៊ុនបងរំលោះនឹងប្រចាំមួយបាទហើយយើងក៏ផ្ដោតទៅលើតែក្រុមហ៊ុនហ្នឹងទៅហើយការងារហ្នឹងនឹកឃើញថាចុះ mindset យើងទៅថាការងារហ្នឹងស្រីគឺបកគលឲ្យស្រីដែរជាការងារកាពេកប៉ុកបាទហើយក៏យើងផ្ដោតប្រឹងហើយពេលហ្នឹងគឺពុននិយាយអត់ចូលទេពុននិយាយថាជួយ support គាត់ផងព្រោះឥឡូវការលក់លើវិស័យហ្នឹងវារីកចម្រើនបាទប៉ុន្តែយើងគិតថាការងារហ្នឹងវាបន្តបន្សំហើយក៏ខណៈឯងធ្វើទៅវាអីបង support ចាំបង support បាទហើយក៏យើងផ្ដោតលើជនអាទ្របផងកាលហ្នឹងមុខរបររីកលូតលាស់បាទអញ្ចឹងក៏យើងតែថ្ងៃមួយតែពិតទៅយើងចាប់ផ្ដើមខ្ញុំចាប់ផ្ដើមអាហ្នឹងដូចជាស្គាល់ខ្លួនឯងនៅពេលដែលគ្រូសាគាត់ចាប់ផ្ដើមថាបងឥឡូវមានក្រុមការងារគាត់ចង់ចាប់អារម្មណ៍លោកមួយក្រុមហ៊ុនណាអញ្ចឹងបងជួយ support បដិបដាគាត់ផងបាទបងហ្នឹងអញ្ចឹងខ្ញុំក៏ជួយបដិបដាទៅបាទអញ្ចឹងក៏ប្រមូលធីមមកក្រុមបាទគ្នាប្រហែល20នាក់ហើយយើងក៏មានរូបថតអនុស្សាវរីយ៍ដែរចាបងហើយក៏ចាប់ផ្ដើមពេលដែលបរិញ្ញាទៅចាប់ផ្ដើមស្រឡាញ់យកអារម្មណ៍ថាចុះមានអារម្មណ៍ថាអាហ្នឹងមូតខ្ញុំចូលចិត្តបដិបដាគេចូលចិត្តបង្ហាញនៃអ្វីដែលជាបទពិសោធន៍របស់យើងទៅកាន់មនុស្សបរិយាមនុស្សពេលហ្នឹងចាប់ផ្ដើមយល់ហ្មង
អារម្មណ៍មួយប្រាប់ខ្លួនឯងមកថាអូតែពិតទៅខ្ញុំខំគិតថា business ខ្ញុំនៅផ្នែកនេះផ្នែកនោះតែដល់ពេលយើងចាប់ផ្ដើមធ្វើទៅយើងចាប់អារម្មណ៍ប្រាប់ថាយើងស្រឡាញ់កន្លែងហ្នឹងបាទបន្ទាប់ពីហ្នឹងមកក៏ចាប់ផ្ដើមធ្វើបន្តទៅនឹងឯងជាចំណុចចាប់ផ្ដើមនៃ Eligo បាទ ចាបងចំណុចចាប់ផ្ដើមមិនតែកាត់ឡើងដោយភាពចៃដន្យ បាទដល់ចៃដន្យ ហើយក៏នាំឲ្យបងពាល់នៅអារម្មណ៍មួយដែលបងគិតថាបងកំពុងតែស្វែងរកយូរហើយមែនអត់ បាទពេលដែលយើងពាល់អារម្មណ៍ត្រូវវាលើសពីលុយធម្មតាយើងរកស៊ីចំណុចសំខាន់ផុតគឺចំណូលហ្នឹងឯងបាទប៉ុន្តែដល់ពេលយើងពាល់អារម្មណ៍ត្រូវយើងវាលើសពីអាចំណូលហ្នឹងឯងវាកើតឡើងយើងមានអារម្មណ៍ថាស្រឡាញ់ណាយើងចូលចិត្តវិស័យហ្នឹងបានយើងចាប់ផ្ដើមងាកមកទាំងមុខរបរផ្សេងៗក៏ដើរដែរប៉ុន្តែយើងចាប់ផ្ដើមងាកមកបន្ថយរហូតដល់មុខរបរខ្លះយើងអត់បន្តវាទេយើងមកចាប់យកការងារជាមួយក្រុមហ៊ុន Eligo នឹងពេញលេញតែម្ដងបាទ ឃើញថា Eligo នៅពេលដែលបងរៀបរាប់ទៅខ្ញុំសម័យឃើញរូបភាពកាលមុនដែលបងដែលគាត់ជាស្ត្រីមេផ្ទះបងដែលគាត់អ្នកខ្លះគាត់មានការងារធ្វើប៉ុន្តែគាត់នៅតែព្យាយាមរកប្រាក់ចំណូលបន្ថែមជាមួយនឹងក្រុមហ៊ុន Eligo សឹងថាប្រាក់ចំណូលនោះបានលើសទៅដែលការងាររបស់គាត់បច្ចុប្បន្នទៀតអញ្ចឹងក្នុងនាមបងជាអ្នកដឹកនាំដែលជំនាន់ហ្នឹងបងជាជំនាន់ទី1បងមានអារម្មណ៍មិនដែរបងពេលហ្នឹង បាទអាហ្នឹងឯងជាមូលហេតុផលក្នុងចំណោមថាខ្លួនឯងស្រឡាញ់ហ្នឹងស្រឡាញ់ដោយសារអីបាទអញ្ចឹងមូលហេតុដែលខ្ញុំស្រឡាញ់ទី1វារីកចម្រើនទាំងអស់គ្នា ចាជួយគេបាន បាទជួយគេបានហើយជួយគេបានហ្នឹងវាខុសពីការងារមួយចំនួនការងារខ្លះបើគាត់ចង់ធ្វើអីមួយតើគាត់បាត់មួយមានថាបើគាត់នៅបំពេញការងារនៅកន្លែងមួយបើគាត់មកធ្វើកន្លែងមួយទៀតធ្វើអត់កើតទេប៉ុន្តែការងារនេះមិនអញ្ចឹងទេមានថាគាត់នៅតែរក្សាធ្វើការងារនៅកន្លែងហ្នឹងដដែលប៉ុន្តែគាត់ part time គាត់ឆ្លៀតពេលក្នុងការលក់បន្ថែមហើយមួយទៀតគឺស្ត្រីមេផ្ទះដល់ហើយស្ត្រីមេផ្ទះ ការងារច្រើន គាត់អត់អាចទៅរកស៊ីក្រៅបានទេបាទគឺវីវប៉ុន្តែដល់ការងារអនឡាញវាជាឱកាសដែរឱកាសឲ្យគាត់មើលថែកូនដាំស្លសម្អាតផ្ទះឬក៏ឈើស្ត្រីមេផ្ទះប៉ុន្តែគាត់ឆ្លៀតបង្កើតចំណូលបានទៀតបាទតាមរយៈការលក់អនឡាញហ្នឹង part time ហ្នឹងអញ្ចឹងខ្ញុំមានអារម្មណ៍ថាវាមិនមែនជាគ្រាន់តែដើម្បីប្រាក់ចំណូលទេប៉ុន្តែវាជាការកសាងធនធានមួយដែលគាត់ស្ត្រីមេផ្ទះខ្លះគាត់ធម្មតាគ្រួសារក៏រកតែមួយមុខចំណូលវាអត់គ្រប់ទេគូផ្សំនឹងស្ថានភាពសេដ្ឋកិច្ចពិបាកផងគឺម្នាក់ឯងគឺអត់គ្រប់ទេអញ្ចឹងក៏មានឱកាសប្រូបន្ថែមដើម្បីជួយគ្រួសារទៀតបាទហ្នឹងជាចំណុចសំខាន់ណាដែលធ្វើឲ្យគាត់ឲ្យពេលដែលគាត់មានចំណូលវាធ្វើឲ្យមានទំនាក់ទំនងគ្រួសារហ្នឹងក៏ល្អហើយធ្វើឲ្យគាត់ចេះអប់រំកូននៅពេលដែលយើងបង្រៀនយើងមានបរិញ្ញាច្រើនតទៅនឹងផ្នត់គំនិតផងការថែទាំគ្រួសារផងការរក្សាក្តីស្រឡាញ់ផ្ដល់អីទាំងអស់ហ្នឹងអញ្ចឹងវាមិនមែនត្រឹមតែចំណូលវាជាការលូតលាស់មួយផ្នែកចំណេះដឹងទៀតបាទហ្នឹងខ្ញុំមានអារម្មណ៍ថា business ហ្នឹងមិនមែនត្រឹមតែផ្ដល់ចំណូលគាត់ទេប៉ុន្តែជួយអភិវឌ្ឍផ្នត់គំនិតគាត់ពីគាត់ម្នាក់ដែលមានចំណេះដឹងមានភាពថ្លៃថ្នូរមានការឲ្យតម្លៃទៅលើមនុស្សពេលហ្នឹងគាត់នឹងជះឥទ្ធិពលវិជ្ជមានទៅកាន់គ្រួសារគាត់បាទនឹងជាមូលហេតុដែលធ្វើឲ្យយើងកាន់តែធ្វើទៅកាន់តែមានធម៌ពលមានក្តីស្រឡាញ់ ស្ដាប់ព្រឺសបល់ ចាបងអញ្ចឹងឆ្លងកាត់ដែលតាមរយៈដែលខ្ញុំស្គាល់ Eligo មក Eligo បានឆ្លងកាត់សម័យកាលធំពីរទី1គឺសម័យកាល COVID ទី2សម័យកាលវិបត្តិសេដ្ឋកិច្ចក្នុងប្រហែលជាកំឡុងឆ្នាំ2023ប៉ុន្តែឃើញថាក្រុមហ៊ុន Eligo គឺជាក្រុមហ៊ុនមួយដែលអាចឈរជើងជាប់ព្រោះក្រុមហ៊ុនអនឡាញផ្សេងបានដួលរលំព្រោះក្រុមហ៊ុនអនឡាញផ្សេងបានដួលរលំក្នុងគណៈពេលហ្នឹងប៉ុន្តែ Eligo បានឈរជើងជាប់មកដល់បច្ចុប្បន្នហ្នឹងហើយឥឡូវនេះកំពុងតែល្បីសុសសាយទៀតតើបងមានជាអាចថាកលឹះអីដែលបងធ្វើខុសពីគេបាទបងអាចបង្ហាញតិចបានទេសំដួលល្អចាក្រុមហ៊ុនដែលយូរអង្វែងគឺគេផ្ដោតទៅលើគុណតម្លៃបាទគុណតម្លៃគេអញ្ចឹងក្រុមហ៊ុនមួយគេមានគុណតម្លៃរបស់គេប៉ុន្តែយើងសួរថាតើយើងរស់នៅក្នុងគុណតម្លៃហ្នឹងអត់បាទ Eligo ដែលអាចឈរជើងជាប់ទោះបីស្ថានភាពបែបណាក៏ដោយសារ Eligo មានគុណតម្លៃបាទទី1គុណតម្លៃរបស់ Eligo គឺផលិតផលបាទផលិតផលអញ្ចឹងរក្សាបានហ្មងរាល់ផលិតផលដែលយើងមិនផលិតផលណាក៏ដោយឲ្យតែមានការប៉ះពាល់តិចតួចក៏ដោយដល់អ្នកប្រើប្រាស់គឺយើងអត់ជួមលួយ
បាទនឹងជាគុណតម្លៃរបស់យើងគឺធ្វើម៉េចរកផលិតផលដែលមានគុណភាពស្តង់ដារដែលល្អបំផុតតម្លៃសមរម្យទៅឲ្យអ្នកប្រើប្រាស់នឹងជាគុណតម្លៃមួយទី2គុណតម្លៃរបស់ Eligo គឺអ្នកដែលក្រោស៊ីជាមួយក្រុមហ៊ុន Eligo ដែលឃើញមានណាមួយដែលមកយំស្រែកនៅមុខ office ឬក៏ center ថាខាតដោយសារក្រុមហ៊ុន Eligo ឯងដៃគូសហការអត់ដែរឃើ អ ញ ត់មានទេជាង10ឆ្នាំទៅអត់ មានតែយំទឹកភ្នែកដោយភាពក្តីរំភើប បាទរំភើបដោយការរីកចម្រើនរបស់គាត់ ចា៎ នឹងជាគុណតម្លៃពីព្រោះអីក្រុមហ៊ុនយូរអង្វែងគឺគេលក់ផលិតផលទៅឲ្យអ្នកប្រើប្រាស់ចុងក្រោយមិនមែនលក់ផលិតផលទៅឲ្យដៃគូទេដៃគូលក់ក្រុមហ៊ុនលក់ផលិតផលឲ្យដៃគូមែនប៉ុន្តែចុងក្រោយអ្នកណាអ្នកប្រើគឺអ្នកដែលមានតម្រូវការចុងក្រោយបាទអញ្ចឹងយើងផ្ដោតទៅលើអ្នកដែលមានតម្រូវការពិតប្រាកដបាទយើងផ្ដោតទៅលើនឹងអញ្ចឹងបានពេលដែលដៃគូសហការយើងធានាឲ្យបានថាតើគាត់នៅជាមួយយើងគាត់រីកចម្រើនអត់បាទគាត់រីកចម្រើនអត់ហើយអ្នកប្រើប្រាស់យើងបែបណាដែរអញ្ចឹងបានភាគច្រើនបើកាត់ស្តុកក្រុមហ៊ុនកាត់ឲ្យតិចតិចទេបាទគឺយើងផ្ដោតទៅលើអីផ្ដោតទៅលើផ្ដល់នៃចំណេះដឹងជំនាញឲ្យគាត់បាទពីព្រោះអីយើងលក់បើអត់មានចំណេះដឹងអត់មានជំនាញអត់មានសិលធម៌តើយើងលក់បានអត់បាទអញ្ចឹងភាគច្រើនអ្នកដែលដៃគូសហការមកក្រុមហ៊ុនផ្ដោតទៅលើបំពាក់បំពន់នៃចំណេះដឹងជំនាញជូនគាត់បាទកាលណាគាត់មានចំណេះដឹងមានជំនាញហើយទៅគាត់អាចលក់បានយើងអត់បានផ្ដោតទៅលើបង្ហាញហូក្រុមហ៊ុនលក់ផលិតផលនេះចំណេញច្រើនផ្ដោតលើមានលុយមានឡានមានអីទំនើបអត់ទេពីព្រោះអាហ្នឹងវាកើតក្រោយចំណេះនិងជំនាញទេបាទពីព្រោះមនុស្សមានសមត្ថភាពគ្រប់គ្រាន់ហើយបានទៅបង្កើតលុយបានមិនមែនមានលុយក្រោយហើយបានបង្កើតសមត្ថភាពទេបាទអញ្ចឹងយើងរក្សាកន្លែងហ្នឹងទី2ក្រុមហ៊ុនមានទី3បាទក្រុមហ៊ុនមានប្រព័ន្ធបាទប្រព័ន្ធគឺសំខាន់បាទដូចយើងដឹងអ្នកលក់យើងមាន system បង្កើតភាពងាយស្រួលគាត់អាចធ្វើឲ្យភ្ញៀវអីទាំងអស់ហ្នឹងហើយមួយទៀតគឺយើងរកស៊ីជាមួយនឹងបច្ចេកវិទ្យាបាទ digital យើងដឹងហើយ platform អ្នក sale យើងស្ត្រីមេទេសគាត់ចេះប្រើ AI ដែរបាទគាត់ចេះកាត់តវីដេអូគាត់ចេះធ្វើទីផ្សារដែរគាត់ចេះប៊ូស ឃើញគាត់តន់សម័យកាលតន់សម័យកាល បាទហ្នឹងហើយអញ្ចឹងអ្វីដែលសំខាន់គឺយើងផ្ដោតទៅលើធ្វើម៉េចឲ្យគាត់តន់សម័យកាលការលក់លើ digital ការចេះប្រើប្រាស់ AI និងបង្វឹកគាត់ខ្លាចជាអ្នកលក់ជំនាញមួយដែរនឹងជាចំណុចដែលក្រុមហ៊ុនរក្សាបានកន្លែងហ្នឹងហើយរក្សាមួយទៀតអ្វីដែលក្រុមហ៊ុនធ្វើគឺផ្ដោតទៅលើយើងដឹងគុណតម្លៃរបស់ក្រុមហ៊ុនមាន4បាទទី1អីគេទី1ផ្ដល់ចំណេះនិងជំនាញ ចំណេះជំនាញ បាទ សុខភាព សុខភាព ទី3ក្តីស្រឡាញ់ ក្តីស្រឡាញ់ ទី4សុវត្ថិភាពហិរញ្ញវត្ថុ បាទសុវត្ថិភាពហិរញ្ញវត្ថុអញ្ចឹងក្រុមហ៊ុនណាដែលដើរតាមគុណតម្លៃទាំងអស់ហ្នឹងវាមាន flow វាបាទមនុស្សមានចំណេះនិងជំនាញបានបង្កើតចំណូលបាទមនុស្សមានសុខភាពល្អពេលដែលគាត់មានចំណូលមានសុខភាពល្អបានគាត់មានក្តីស្រឡាញ់មានការផ្ដោតឡើយបន្តទៀតគឺសុវត្ថិភាពហិរញ្ញវត្ថុបាទប៉ុន្តែស្រាប់ទាំងអស់ហ្នឹងគឺការកសាងមនុស្សវាអត់យូរទេវាអត់លឿនទេការកសាងមនុស្សការផ្ដោតទៅលើការបដិមនុស្សគឺវាប្រើពេល10ឆ្នាំហើយអញ្ចឹងបានក្រុមហ៊ុនយើងនៅសឹបគឺយើងផ្ដោតទៅលើការកសាងធនធានវិញបាទ នៅពេលដែលបងកសាងធនធានពីមួយចំនួនទៅមួយចំនួនបងមានអារម្មណ៍ថាពិបាកឬក៏មានអារម្មណ៍ថាហត់នៅក្នុងការកសាងដែលអត់បង ទទួលស្គាល់ពេលខ្លះបាក់ទឹកចិត្តដែរបាទពេលដែលយើងកសាងនៅពេលដែលសេដ្ឋកិច្ចល្អមនុស្សយើងចាប់ផ្ដើមថាការកសាងធនធានមនុស្សចាប់ផ្ដើមល្អចាប់ផ្ដើមគាត់រីកចម្រើនដល់ជួបបញ្ហាខ្លាំងពឹបម្នាក់នេះយើងចាប់ផ្ដើមច្រោះបាទអ្នកខ្លះក៏នៅបានអ្នកខ្លះក៏នៅមិនបានទៅបាទក៏ជ្រុះទៅតាមនឹងទៅប៉ុន្តែយើងនៅតែរក្សាថាយើងនៅតែមើលឃើញថាការដែលជួយឲ្យមនុស្សបង្កើតអ្នកដឹកនាំបន្តដែលមានសមត្ថភាពវាជារឿងសំខាន់បាទពីព្រោះអីក្រុមហ៊ុនវាត្រូវការចំណូលគឺសរសៃឈាមរបស់ក្រុមហ៊ុនហើយប៉ុន្តែមួយទៀតដែលសំខាន់តើ value អីគេបាទ value គុណតម្លៃក្រុមហ៊ុនអីគេដែលខ្ញុំនិយាយខាងដើមហ្នឹងអញ្ចឹងនៅក្នុងក្រុមហ៊ុនមួយបើយើងគិតតែប្រាក់ចំណូលបាទមានក្រុមហ៊ុនច្រើនណាស់ដែលគាត់ផ្ដោតថាសំខាន់លើប្រាក់ចំណូលត្រូវមិនបានចំណូលពេលដែលគាត់ផ្ដោតលើបង្កើតចំណូល
គាត់មានដែរគិតផុសប៉ះពាល់អត់គាត់មានដែរគិតដៃគូគាត់រងគ្រោះអត់គាត់មានដែរគិតគូសុខភាពអត់តែបើយើងមានចំណូលហើយប៉ុន្តែយើងបំពាក់មួយទៀតគឺគុណតម្លៃអីដែលនៅក្នុងហ្នឹងលើសពីចំណូលហ្នឹងបាទអញ្ចឹងគុណតម្លៃលើសពីចំណូលអីគេគឺអ្នកដៃគូរបស់យើងចូលមកមានសុខភាពល្អមានចំណេះនិងជំនាញពិតប្រាកដមានក្តីស្រឡាញ់មានអាចគាត់មានសមត្ថភាពបង្កើតអ្នកដឹកនាំបន្តបានទាំងអស់ហ្នឹងជាអ្វីដែលទ្រង់ Eligo ម្ដងថ្ងៃនេះបាទម្ដងថ្ងៃនេះជាសសរស្ដំបាទវាជាសសរស្ដំមួយដែលមនុស្សចូលមកទោះបីគាត់អត់នៅមួយគាត់ក្រុមហ៊ុនយើងគាត់ទៅកន្លែងផ្សេងក៏គាត់មានសមត្ថភាពមានគុណធម៌មានការតស៊ូមានប្រឹងប្រែងមានផ្នែកវិជ្ជមានមួយដែរទៅកាន់គេដែរបាទនឹងជាអ្វីដែលយើងចង់ផ្ដល់ឲ្យក្រុមហ៊ុន Eligo គឺបង្កើតអ្នកដឹកនាំអត់បង្កើតអ្នកដើរតាមទេបាទអត់បង្កើតអ្នកដើរតាមទេសូម្បីតែខ្ញុំរីកចម្រើនថ្ងៃនេះមកដល់ថ្ងៃនេះក៏ដោយសារក្រុមហ៊ុនដែរបាទហ្នឹងហើយបងឃើញអូនបង្កើតមេតិកានឹងជ្រើល្អផ្ទុះហ្នឹងគឺហ្នឹងហើយបងមើលឃើញអនឡាញមានការរីកចម្រើនខ្លាំងបាទឆ្លងកាត់មកសង្គមបច្ចុប្បន្ននេះវិញបច្ចុប្បន្នរបស់យើងគឺពិភពលោកទាំងមូលកំពុងតែប្រឈមជាមួយនឹងប្រេងសាំងអីឡើងថ្លៃហើយកលិចឃើញថាក្រុមហ៊ុនអនឡាញមួយចំនួនគាត់ចាប់ផ្ដើមបំបែកផលិតផលរបស់គាត់ជាបំណែកចាប់ផ្ដើមលក់ឬក៏បញ្ចុះតម្លៃឬក៏អ្នកខ្លះឡើងតម្លៃផលិតផលហើយគុណភាពធ្លាក់ចុះប៉ុន្តែ Eligo បែរទៅជារក្សាតម្លៃនឹងដដែលហើយមួយវិញទៀតអ្នកលក់ទៀតសោះគឺអ្នកលក់ច្រើនក៏ប៉ុន្តែគាត់នៅតែរក្សាគុណតម្លៃរបស់ផលិតផលហ្នឹងគឺតម្លៃស្តង់ដាររបស់ក្រុមហ៊ុនអញ្ចឹងបងមានយុទ្ធសាស្ត្រអីដែលអាចរក្សាតម្លៃរបស់បងដដែលណាបាទរក្សាតម្លៃផលិតផលនៅដដែលទោះបីជាអ្នកលក់រាប់រយអ្នកក៏ដោយបាទតាមពិតទៅរឿងវិបត្តិមួយមិនមែនប៉ះតែយើងទេប៉ះទាំងអស់គ្នាចា៎ប៉ុន្តែយើងនិយាយពី value គុណតម្លៃនៅពេលណាក្រុមហ៊ុនមួយរក្សាគុណតម្លៃបាននៅពេលណាគឺនៅពេលជួបវិបត្តិហ្នឹងឯងតើក្រុមហ៊ុនយើងជាក្រុមហ៊ុនអាកាសនិយមឬក៏ក្រុមហ៊ុនយើងនៅរក្សាគុណតម្លៃបាទដូចយើងអញ្ចឹងខ្ញុំនិយាយថាខ្ញុំមានភាពស្មោះត្រង់ណាអ្នកណាក៏និយាយបានដែរប៉ុន្តែដល់ពេលជួបរឿងដែលមិនគួរស្មោះត្រង់តើយើងឈីបអត់ចឹងអាពេលដែលពិសោធន៍បានទៅពេលជួបរឿងហ្នឹងឯងរឿងហ្នឹងតើយើងរក្សាតម្លៃយើងកន្លែងហ្នឹងបានអត់បាទអញ្ចឹងស្ថានភាពបែបណាក៏ដោយទោះបីយ៉ាងណាក៏ដោយយើងនិយាយថាគុណតម្លៃយើងនៅកន្លែងណាគឺរក្សានឹងឲ្យបានពួកពេលហ្នឹងឲ្យពេលពិសោធន៍ថាក្រុមហ៊ុនហ្នឹងរក្សាតម្លៃបាននៅពេលណាមិនមែនជាក្រុមហ៊ុនឱកាសនិយមសួរប៉ះដូចគ្នាហ្នឹងប៉ុន្តែយើងកន្លែងហ្នឹងជាឱកាសវិញឯងឱកាសរក្សាតម្លៃខ្លួនឯងកន្លែងហ្នឹងបាទហើយមួយទៀតយើងមើលឃើញតែថាយើងចេះសម្របខ្លួនទៅនឹងសេដ្ឋកិច្ចហ្នឹងស្ថានភាពហ្នឹងបាទហើយខ្ញុំមួយទៀតផ្នែកកំណត់មួយនេះយើងជឿបើយើងនៅតែមានសមត្ថភាពអភិវឌ្ឍជំនាញខ្លាំងស្ថានភាពណាយើងរស់បានដែរបាទយើងសម្របខ្លួនហើយយើងអភិវឌ្ឍជំនាញយើងឲ្យខ្លាំងយើងរស់បានបាទនឹងជាចំណុចដែលក្រុមហ៊ុននៅតែរក្សាហើយយើងមើលឃើញថាពិភពលោកវាតែងតែអញ្ចឹងឯងខ្ញុំនៅជំនាន់ណាក៏លើថាវិបត្តិដែរអញ្ចឹងការលក់វាតែងមានឡើងមានចុះអញ្ចឹងប៉ុន្តែនៅពេលដែលស្ថានភាពចុះតែយើងក្រុមហ៊ុនយើងបានរឹតឌីនឹងស្ថានភាពនឹងបាទអត់បាទអញ្ចឹង Eligo ជាក្រុមហ៊ុនមួយដែលអត់មានឡើងសន្ទុះ graphic មិនឡើងចេះឡើងស្ប graphic ចេះអញ្ចឹងជួបវិបត្តិអីក៏វានៅនឹងរក្សាជំហរនឹងបានដែរបាទនឹងជាមូលហេតុដែលយើងដើរទៅយើង grow through យើងមិន go through ទេបាទដំណើរដែលយើងដើរគឺមានការលូតលាស់នៅក្នុងហ្នឹងហើយទៅតាមធម្មជាតិបាទយើងអត់លូតលាស់លឿនពេកទេបាទទៅតាមធម្មជាតិអញ្ចឹងសរុបមកវិញយើងរក្សាតម្លៃគុណតម្លៃឲ្យបានបាទអញ្ចឹងអត់តបានសួរបងដែរអត់តបានបញ្ជាក់បងដែរមុនហ្នឹងមកដល់បច្ចុប្បន្ន Eligo មានអាយុកាលប៉ុន្មានឆ្នាំហើយបងបាទមកដល់ថ្ងៃហ្នឹងគឺជាង10ឆ្នាំហើយជាង10ឆ្នាំបាទជាង10ឆ្នាំដែលជាស្នាដៃកសាងរបស់បងពីអ្នកបងស្រីទាំងពីរនាក់បាទហ្នឹងហើយជាស្នាដៃហើយមួយទៀតជាក្រុមការងារដែរចាគឺផ្ដើមឡើងពីបងនិងបងស្រីហើយនឹងថាបនិកដែលក្រុមការងារហើយយើងផ្ដោតទៅលើមនុស្សអភិវឌ្ឍមនុស្ស
ដោយពាក្យស្លោករបស់ Eligo បង្កើតពិភពលោករបស់អ្នកគឺយើងផ្ដោតទៅលើការអប់រំផ្ដោតលើចំណេះជំនាញទាំងអស់ហ្នឹងឯង ឃើញថា Eligo បានផ្ដល់នូវប្រាក់ចំណូលជាមួយផ្នែកធំហើយប៉ុន្តែ Eligo នៅតែផ្ដល់ជាចំណេះដឹងពីមួយជំនាន់ទៅមួយជំនាន់ទៀតមុននឹងបងបានបញ្ជាក់ដែរប៉ុន្តែចង់ឲ្យបងស៊ីជម្រៅបន្ថែមទៀតថាហេតុអីបានជាបងជ្រើសរើសយកការធ្វើជាប្រាក់មួយចំហៀងជាប្រាក់ចំណូលមួយចំហៀងចិត្តជាចំណេះដឹងដើម្បីជាចិញ្ចឹមថ្លឹងគ្នាអញ្ចឹងណាបង បាទអញ្ចឹងក្នុងនឹងដើម្បីឲ្យមនុស្សម្នាក់ឬក៏ក្រុមហ៊ុនមួយមាននិរន្តរភាពវាត្រូវមានមុំ3ទី1មុំនៃចំណូលអ្នកណាក៏ដោយអត់ចំណូលអត់អាចនៅមួយយើងបានទេទី2ក៏មានលុយហើយតែក៏មានចំណេះដឹងអត់បាទចំណេះដឹងជំនាញបង្កើតលុយបាទបង្កើតលុយអញ្ចឹងយើងគិតមើលថាបើក្នុងក្រុមហ៊ុនមួយអ្នកលក់ម្នាក់ក៏មានចំណេះដឹងនិងជំនាញពិតប្រាកដតែក៏បង្កើតលុយបានអត់ បង្កើតបានពេលខ្លះអាចនឹងភាពចៃដន្យ បាទ ឬក៏បានតែមួយឆា រយៈពេលខ្លី ចា៎ អញ្ចឹងបានយើងនៅបន្តទៅមើលឫសគល់ឡើយចំណូលពិតប្រាកដយូរអង្វែងហ្នឹងកើតចេញពីអីកើតពីចំណេះជំនាញនិងក្រុមសិលធម៌ហ្នឹងឯងបាទអញ្ចឹងក៏ពេលដែលគាត់មានចំណេះមានជំនាញហើយមានចំណូលហើយតើមុំរក្សាគាត់ឲ្យឈរយូរអង្វែងអីគេគឺគុណធម៌និងសិលធម៌បាទអ្នកខ្លះគាត់មានចំណេះដឹងអ្នកខ្លះគាត់បង្កើតចំណូលប៉ុន្តែគាត់អត់មានសិលធម៌គុណធម៌និងសិលធម៌ហ្នឹងគឺជាសិលមួយដែលទ្រគាត់អត់ឲ្យធ្លាក់អីអត់ឲ្យធ្លាក់អីអញ្ចឹងយើងមុំ3ហ្នឹងគឺត្រូវឲ្យរក្សាគាត់ឲ្យមានបាទយើងខ្វះមុំមួយណាក៏វាផ្អៀងហើយវាអត់មានតម្រូវឯងបាទអញ្ចឹងបានយើងផ្ដល់នៅតែប្រពាក់អំពន់គាត់រក្សាគុណធម៌សិលធម៌លក់ឲ្យភ្ញៀវកុំផ្ដោតមើលតែគិតថាពីរឿងតម្លៃឬកុំផ្ដោតមើលតែតកតងនឹងបាត់ភ្ញៀវឲ្យបានរក្សាថាតើគាត់ត្រូវការអីយើងបំពេញតម្រូវការគាត់បាននៅហើយយកចិត្តទុកដាក់គាត់អត់ផ្ដល់ក្តីស្រឡាញ់គាត់អត់ហើយពេលដែលពាក្យយើងនិយាយនឹងមើលថែសុខភាពគាត់អត់មានក្តីមេត្តាណិតស្រឡាញ់គាត់អត់អាហ្នឹងជាអ្វីដែលយើងបានបដិបដាបាទវាជាតម្រូវ3ហ្នឹង នៅពេលដែលបងនិយាយពីគុណតម្លៃអញ្ចឹងទៅខ្ញុំក៏នឹកឃើញមួយទៀតតើតើជាមួយនឹងអ្នកលក់ដែលជាដៃគូរបស់ Eligo ឃើញគាត់លក់ទោះបីជាគាត់ដើរទាន់សម័យកាលមែនក៏ដោយក៏ប៉ុន្តែគាត់អត់ចេះឆ្លៀតឱកាសមួយវិញទៀតគាត់អត់បំពុលសង្គមណានៅលើ social media មានអ្នកលក់ online ជាច្រើនដែលគាត់ព្យាយាមធ្វើ trend ដែល trend ខ្លះវាអសិលធម៌ខ្លាំងមែនទែនប៉ុន្តែឃើញ rule របស់ក្រុមហ៊ុន Eligo ខ្សែរបស់ក្រុមហ៊ុន Eligo គឺគាត់បែរទៅជាធ្វើវីដេអូបែបចែកម្លែកចំណេះដឹងចែកម្លែកពីបញ្ហាសុខភាពឬសម្រស់អីវិញឬក៏វីដេអូអីអប់រំអីផ្សេងកន្លែងហ្នឹងបងពីមុនមកបងជាអីដែលជាស្នាដៃដែលបងបដិបដាលមកជាសហស្ថាបនិកទាំងមូលដែលបដិបដាលមកឬក៏មិនបងអាចបញ្ជាក់បានទេ បាទកន្លែងហ្នឹងយើងត្រូវច្បាស់ហ្មងពួកពេលហ្នឹងក្រុមហ៊ុនណាក៏ដូចក្រុមហ៊ុនណាដែរគាត់តែងតែពេលដែលគាត់មានគុណតម្លៃរបស់គាត់គាត់ដាក់ប្រុសតែពេលគាត់ដើរស្របគុណតម្លៃហ្នឹងអត់ប្រហែលជាមិនទេផ្អៀងទៅលុយច្រើនផលប្រយោជន៍ច្រើនអញ្ចឹងពេលដែលផ្អៀងផលប្រយោជន៍គាត់នឹងធ្វើគ្រប់យ៉ាងដើម្បីលុយដើម្បីផលប្រយោជន៍គាត់បានគិតទៅលើអី value ជាគុណតម្លៃអញ្ចឹងបានយើងថ្លឹងថ្លែងរវាងចំណូលហើយនឹងគុណតម្លៃពីរហ្នឹងកុំឲ្យវាមួយណាខ្ពស់មួយណាទាបតែផ្អៀងទៅលុយវាគាត់លេងគិតហើយបំពុលសង្គមមិនអីមិនក៏គាត់ធ្វើដែរពីព្រោះអីគាត់ឲ្យតម្លៃខ្ពស់លុយខ្ពស់ជាងសិលធម៌សង្គមតែបើយើងថ្លឹងថ្លែងពីរហ្នឹងដើរទៅគ្នាសិលធម៌សង្គមក៏យើងធ្វើចំណូលក៏យើងត្រូវគិតដែរចុះពេលហ្នឹងឯងដែលជាមូលហេតុពេលវាឡើងអញ្ចឹងវាអត់ឡើងចេះទេបាទពីរហ្នឹងវាត្រូវឡើងអញ្ចឹងអាហ្នឹងយើងរក្សាមកពេលដែលយើងដឹងពីយើងថ្លឹងថ្លែងអាហ្នឹងបានយើងធ្វើអីកុំឲ្យលើសពេកបាទយើងរក្សាឲ្យបានទោះបីជាពេលខ្លះ trend ខ្លះមើលទៅ trend ហ្នឹងធ្វើផ្ទុះប៉ុន្តែយើងអត់ធ្វើដោយសារអីបាទយើងរក្សាគុណតម្លៃហ្នឹងមិនមែនដើម្បី view ច្រើនដើម្បីលុយយើងធ្វើទេយើងអត់ធ្វើទេពីព្រោះអីវាខុសពីគុណតម្លៃហ្នឹងអញ្ចឹងយើងពីរហ្នឹងយើងទៅថ្លឹងដូចជិញគឺអត់អាចឲ្យលុយហ្នឹងខ្ពស់ជាងគុណតម្លៃរបស់ក្រុមហ៊ុនគឺយើងថ្លឹងឆ្លងកាត់ការទៅចែកគ្នាជាមួយបងឃើញថាការដែលបងកសាង Eligo មកក៏វាមិនមែនជារឿងស្រួលដែរអញ្ចឹងបងអាចមានអីជាសារលើកទឹកចិត្តដល់បងដែលគាត់ចង់ក្លាយខ្លួនទៅជាម្ចាស់អាជីវកម្មមិនថាទូចក្តីធំក្តីអាចថានៅពេលដែលគាត់ចាប់ផ្ដើមមានអីជាលើកទឹកចិត្តគាត់ទេបងបាទសម្រាប់ម្ចាស់អាជីវកម្មខ្ញុំលើកទឹកចិត្តទី1
យើងដឹងហើយថាលុយគឺជាសរសៃឈាមដែលធ្វើឲ្យក្រុមហ៊ុនរីកចម្រើនជាដង្ហើមគឺដាច់លុយគឺដាច់ខ្យល់ហើយក្រុមហ៊ុនហ្នឹងប៉ុន្តែពេលដែលយើងផ្ដោតលុយពេកយើងភ្លេចលើគុណតម្លៃភ្លេចទៅលើផលប៉ះពាល់ក៏វាជាចរន្តមួយដែលយើងផ្ដាច់ដង្ហើមយើងដែរបាទអញ្ចឹងដើម្បីអាជីវកម្មយូរអង្វែងទី1បង្កើននៃសមត្ថភាពសម័យឥឡូវគឺសម័យ digital សម័យ AI អញ្ចឹងធ្វើម៉េចជំរុញឲ្យម្ចាស់អាជីវកម្មនឹងស្វែងយល់ឲ្យច្បាស់តាក់ទងនឹងចំណេះជំនាញទាំងអស់ហ្នឹងបាទអញ្ចឹងពេលដែលយើងមានចំណេះមានជំនាញហើយយើងដើរតាន់បច្ចេកវិទ្យា digital ហើយយើងមានសិលធម៌ក្នុងសង្គមហើយយើងបង្កើតក្រុមការងារដែលល្អកសាងអ្នកដើរតាមដែលមានសមត្ថភាពហើយអាជីវកម្មនឹងយូរអង្វែងហើយបាទអាជីវកម្មយូរអង្វែងហើយធ្វើអីក៏ដោយផ្ដោតបាទចុងក្រោយគឺផ្ដោត focus បាទកុំព្រោះតាមលុយតាមចំណូលឃើញគេធ្វើអានេះបានលុយក៏ទៅធ្វើទៅមួយឆាវទៅធ្វើអានោះបានលុយមួយឆាវទៅឆ្លេខ្លាចចុងក្រោយអត់មានខ្លឹមទេអត់មានគុណភាពទេអញ្ចឹងធ្វើអីមួយផ្ដោតហើយមួយទៀតគឺទៀងទាត់បាទធ្វើអីធ្វើឲ្យជាប់បើមួយថ្ងៃផុស Facebook មួយថ្ងៃគឺមួយថ្ងៃគឺមួយរហូតរយៈពេល3ខែឬក៏1ឆ្នាំបាទអញ្ចឹងពីហ្នឹងឆ្នាំថ្មីហ្នឹងគឺ focus ហើយនឹង efficiency បាទធ្វើឲ្យទៀងទាត់ធម៌ពលពីហ្នឹងគឺសម្រាប់សារក្នុងម្ចាស់អាជីវកម្មចុងក្រោយគឺស្គាល់ខ្លួនឯងពេលដែលយើងស្គាល់ខ្លួនឯងគឺយើងមានលំនឹងកាលណាយើងអត់ស្គាល់ខ្លួនឯងច្បាស់ទេយើងរេទៅតាមស្ថានភាពសេដ្ឋកិច្ចរេតាមកត្តាមួយចំនួនធ្វើឲ្យយើងបាត់ខ្លួនឯងអញ្ចឹងលើកទឹកចិត្តទៅបីស្ថានភាពបែបណាក៏ដោយសេដ្ឋកិច្ចយ៉ាងណាក៏ដោយត្រូវស្គាល់ខ្លួនឯងបាទឲ្យច្បាស់ថាយើងធ្វើអីតែយើងចង់បានអីតើដំណើរដែលយើងដើរហ្នឹងវាទៅណាកុំបាត់បង់គោលដៅរបស់យើងដោយសារតែស្ថានភាពបាទអរគុណមួយទៀតមើលឃើញថាឆ្នាំ2025 2026ខាង Eligo ផ្ទុះនៅអ្នកដឹកនាំដែលគាត់ធ្វើ branding ច្រើនបាទអញ្ចឹងបងគាត់ថាការធ្វើ branding ហ្នឹងវាមានអត្ថប្រយោជន៍អីដល់អាជីវកម្មអត់អូខេសំណួរល្អអូនឥឡូវសម័យឥឡូវមនុស្សមើលទៅលើទូរស័ព្ទច្រើនបាទអ្នកណាក៏កាន់ទូរស័ព្ទដែរទៅទាំងយើងទាំងគេអញ្ចឹងបើយើងធ្វើ branding ដាក់លើទូរស័ព្ទឱកាសនៃគេស្គាល់យើងកាន់តែច្រើនបាទកាន់តែច្រើនយើងសួរថាហេតុអីបានជាចាំបាច់ធ្វើ personal branding ពោះ branding ដើម្បីក្រុមហ៊ុនរីកចម្រើនមាន3មុំដែរទី1 personal branding ទី2 product branding ទី3និង company branding អញ្ចឹងមុំដែលល្អបំផុតងាយកសាងផុតមុំអីគេ personal branding ងាយបាទងាយដែលយើងអាចធ្វើបានគាត់អត់ស៊ូសាក់មួយយើង review យើងថតជាប្រចាំហ្នឹងគឺងាយក្នុងការនាំខ្លួនឯងទៅក្នុងបណ្ដាញសង្គមយើងសួរថាហេតុអីបានច្បាច់នាំខ្លួនឯងទៅឲ្យគេស្គាល់មនុស្សរងថ្ងៃវាងាយដោយសារគេធ្វើបានយើងក៏ធ្វើបានអញ្ចឹងគាត់ពិបាកអតិជនក៏ពិបាកជឿថាផលិតផលណាពិតឬខ្លាំងខ្លាយព្រោះផលិតផលរងថ្ងៃវាច្រើនអញ្ចឹងគេជឿលើអីគេជឿលើម្ចាស់អាជីវកម្មបាទម្ចាស់អាជីវកម្មម្ចាស់ brand ហ្នឹងគេជឿលើម្ចាស់អាជីវកម្មហ្នឹងអញ្ចឹងបើគេជឿលើម្ចាស់អាជីវកម្មបែរជាម្ចាស់អាជីវកម្មអត់មាន branding គឺសួរថាតើអាជីវកម្មយើងបែបដែរបាទវានឹងធ្លាក់ចុះហើយវានឹងធ្លាក់ចុះដោយសារអីគេប្របែកបែងចែកតែបើគេជឿលើមនុស្សគេងាយអញ្ចឹងបានជាមូលហេតុដែលក្រុមហ៊ុនមួយចំនួនដែលគាត់ឡើងទៅធ្វើ personal branding ហ្នឹងដោយសារសំណោបែបហ្នឹងបាទសំណោបែបហ្នឹងច្បាស់ណាចា៎ទី2ពេលដែលម្ចាស់អាជីវកម្មគាត់ល្បីហើយក្នុងគុណតម្លៃរបស់គាត់នៅក្នុងគេហៅ top of mind របស់អ្នកមើលចា៎បងគាត់មើលឃើញអាជីវកម្មបែបណាម្ចាស់អាជីវកម្មជាមនុស្សម្នាក់ដែលមើលទៅ confident ជាមនុស្សម្នាក់ដែលមានចំណេះដឹងជាមនុស្សម្នាក់ដែលជួយសង្គមជាមនុស្សម្នាក់ដែលកសាងក្រុមត្រឹមត្រូវអញ្ចឹងឱកាសនៃការត្រាស់ផលិតផលជឿទុកចិត្តលើផលិតផលមិនដែរកាន់តែខ្លាំងត្រូវអត់អញ្ចឹងពេលដែលគាត់ជឿលើម្ចាស់ brand គាត់ជឿលើផលិតផលឯងអញ្ចឹងងាយទៅងាយលក់ផលិតផលឯងងាយហើយ company ងាយឯងបាទអញ្ចឹងមកចង់លក់ផលិតផលឲ្យដាច់ចង់ឲ្យក្រុមហ៊ុនយើងផ្ទុះក៏សាង branding ឲ្យខ្លាំងទៅងាយបើសិនជាការកសាង branding នៅពេលដែលបងចាប់ផ្ដើមដំបូងពិបាកបាទមនុស្សពិបាកជាងគេអាចចាប់ផ្ដើមនឹងឯងអានាំខ្លួនឯងទៅចាប់ផ្ដើមអាគេហៅ starting point គឺចំណុចពិបាកប៉ុន្តែយើងនៅតែគិតថាត្រូវតែធ្វើវាហ្មងដាច់ខាត់ត្រូវធ្វើវាហ្មង
ពីព្រោះអីអ្នកដើរលឿនចាប់ឱកាសលឿនពេលណាអ្នកនឹងទទួលបានឱកាសមុនព្រោះសម័យឥឡូវលឿនណាបើគេដើរដល់ណាណីឯងមិនតាន់ភ្ញាក់ផងអញ្ចឹងយើងត្រូវដឹងថាបើយើងកាលយើងលឿនប៉ុណ្ណាយើងប្រកួតប្រជែងនៅទីផ្សារកាន់តែលឿនយើងយឺតប៉ុណ្ណាឱកាសនៃការបាត់បង់អាជីវកម្មបាត់បង់ប្រាក់ចំណូលយើងប៉ុណ្ណឹងអញ្ចឹងសួរថាទៅមិនទៅអានឹងទី1ទី2ពេលដែលធ្វើហើយប្រឈមអីប្រឈមនឹងពាក្យវាយប្រហារពាក្យរិះគន់អីផ្សេងៗប្រឈមពាក្យវាយប្រហារពាក្យរិះគន់ប៉ុន្តែយើងសួរខ្លួនឯងគោលបំណងយើងធ្វើដើម្បីអីបើគោលបំណងយើងល្អទេវាតែមានហើយបាទអញ្ចឹងបានរក្សាឲ្យបានទឹកដូចខ្ញុំលើកឡើងមុនអញ្ចឹងទឹកអាចលើកទូកឲ្យដល់តកោដៅក៏អាចពលិចទូកនឹងបានដែររក្សាកន្លែងនឹងបានគឺគុណធម៌រក្សាឲ្យបានបាទបើយើងមានគុណធម៌យើងស្អាតស្អំឯណានិយាយទៅយូរទៅគេឈប់និយាយគេហត់ហើយតែខ្លួនឯងបើខ្លួនឯងជាមនុស្សដែលអត់មានគុណធម៌អត់ស្អាតស្អំទេគេនិយាយវាចាប់ដើមមានអាគេហៅលៀខ្លួនណាបាទអញ្ចឹងរក្សាកន្លែងនឹងឲ្យបានទៅអានឹងទី1ទី2ពេលដែលចាប់ដើមធ្វើងាយនឹងបោះបង់ធ្វើរយៈពេលខ្លីបោះបង់ដោយសារអីការកសាង branding វាប្រើពេលបបពិសោធន៍លើនេះកសាងនេះធ្វើមេតិកាប៉ុន្មានឆ្នាំបាទមនុស្សស្លាប់រយៈពេលក្រោមមួយខែឬក៏មួយអាទិត្យពីរអាទិត្យបោះបង់ហើយបាទនឹងស្លាប់ច្រើនអាអ្នកដែលចាប់ផ្ដើមហ្នឹងក៏ពិបាកនឹងចាប់ផ្ដើមអ្នកដែលចាប់ផ្ដើមហើយបោះបង់ក៏វាច្រើនដែរអញ្ចឹងបានអាចចំណុចចាប់ផ្ដើមហ្នឹងបើចាប់ផ្ដើមធ្វើហើយធ្វើមិនឲ្យហ៊ានចាប់ផ្ដើមធ្វើហើយផ្ដោតហ្មងកុំឆ្លេឆ្លាកុំឆ្វេងឆ្វាចធ្វើនេះធ្វើនោះឲ្យច្បាស់ថាធ្វើអីឲ្យប្រកបទៅចាប់មួយដឹងមួយពេលដែលធ្វើមិនឲ្យចប់ឡប់សិន content ធ្វើដំបងវាមិនល្អទេតែមនុស្សខ្លះគាត់បាក់ទឹកចិត្តដោយសារគាត់ perfect គាត់ចង់បានបាទធ្វើចង់បានឲ្យល្អពេលអត់ល្អចាប់ដើមបាក់ទឹកចិត្តដែរអញ្ចឹងគឺជាចំណុចដែលបោះបង់ដែរបាទហើយចុងក្រោយគឺនៅតែជាប់លំដែរទេបើធ្វើអីក្រោយងាយបោះបង់គ្មានគឺទៅមិនរួចទេការដែលធ្វើឲ្យជាប់លប់ដូចយើងធ្វើបែប2ឆ្នាំឯង2ឆ្នាំអញ្ចឹងយើងគិតមើលអញ្ចឹងឱកាសពីឥឡូវ3ខែដល់6ខែបាទ3ខែដល់6ខែហើយធ្វើហ្នឹងធ្វើដោយអីធ្វើដោយបេះដូងហើយយើងមានបទពិសោធន៍ស្វែងយល់ជំរឿដល់ការធ្វើហ្នឹងទៀតពេលខ្លះបើធ្វើដោយអត់មានចំណេះដឹងមានជំនាញអីក៏ធ្វើទៅវាបានអីដែរដល់យើង focus តើ technique យ៉ាងគេធ្វើហ្នឹងគេធ្វើមិនបានផ្ទុះគេមានក្បួនគេបាទដូចមេតិកាយ៉ាងលិនីឯងដែរហេតុដែរមេតិកានេះឯងធ្វើផ្ទុះរាប់លាន view ដោយសារអីក្នុងនោះមាន technique ទេត្រូវអត់ទីមួយយើងក្តីស្រឡាញ់បញ្ចូលក្នុងនឹងតែក៏យើងមាន technique ដែរឆ្លងកាត់បទពិសោធន៍យើងធ្វើច្រើនឆ្នាំយើងដឹងហើយថាពាក្យនេះដាក់ទៅ view ហ្មងយើងដឹងហ៎ពេលយើងបដោតបន្តិចវិពាក្យនឹងឡើងថ្ងៃណាយើងរៀងទម្លាក់ content នឹងអត់បដោតវានឹងធ្លាក់វិញទៅហ៎បាទអញ្ចឹងនៅតែវារក្សារូបមន្តដដែលហ្នឹងចាគឺបដោតចាមួយវិញទៀតខ្ញុំមើលឃើញបងជួយចិត្តផ្ដល់ឱកាសឲ្យមនុស្សទោះបីជាអ្នកខ្លះម្នាក់ហ្នឹងក៏អត់ជឿជាក់លើខ្លួនឯងប៉ុន្តែបងតែងតែផ្ដល់ឱកាសឲ្យមនុស្សដែលនៅក្រោមការដឹកនាំរបស់បងអញ្ចឹងជាអីដែលបងគិតថាការដែលផ្ដល់ឱកាសឲ្យមនុស្សគឺជាកន្លែងដែលមនុស្សចាប់ផ្ដើមរីកចម្រើនណាបាទនឹងសំណួរល្អកន្លែងហ្នឹងខេតពិតមនុស្សមានចំណុចស្រស់ស្អាតរបស់គាត់បាទស្រស់ស្អាតរបស់គាត់រៀងខ្លួនណាប៉ុន្តែគាត់ខ្វះឱកាសក្នុងការបញ្ចេញភាពស្រស់ស្អាតរបស់នឹងដូចធីមយើងធីមកាត់យើងដូចស្នាអ្នកកាត់កាមេរ៉ាគឺថាម៉េចជំនាញរបស់គាត់គឺគាត់ធ្វើការមួយដែលម៉ត់ចត់កាត់កាមេរ៉ាប្លង់ស្អាតតែបើយើងអត់បានឲ្យតម្លៃទៅលើភាពស្រស់ស្អាតហ្នឹងគាត់ថតម្ដងពីរដងអត់ស្អាតចេះតែពិបាកទឹកចិត្តគាត់យើងសួរថាតើភាពស្រស់ស្អាតគាត់លេចឡើងអត់អញ្ចឹងក្នុងនាមជាអ្នកដឹកនាំយើងនេះយើងថែយើងស្រោចអាភាពស្រស់ស្អាតហ្នឹងឲ្យវាកាន់តែរីកអញ្ចឹងភាពស្រស់ស្អាតក៏ត្រូវការពេលវេលាសម្រាប់បាទក្នុងការបង្ហាញទី1ត្រូវការពេលទី2យើងជាអ្នកដឹកនាំហ្នឹងគឺបដោះគាត់រុញឲ្យគាត់មើលឃើញថាតើសក្តានុពលគាត់ផ្នែកអីហើយរុញគាត់ផ្នែកហ្នឹងហើយហ៊ានអ្នកដឹកនាំមួយចំនួនគាត់ទៅដែរគេធ្វើអីខ្លាចខុសហើយអត់ខ្លាច fail បច្ចេកហ្នឹងពេលខ្លះ fail ក៏ល្អដែរថ្ងៃខ្លះក៏រៀនសូត្រពី fail ហ្នឹងគាត់ក្រកន្លែងហ្នឹងជាអីដែលខ្ញុំចង់សួរបងបន្តទៀតថានៅពេលដែលបងដាក់ការងារឲ្យបុគ្គលម្នាក់បងមានដែលគិតថាបារម្ភខ្លាចធ្វើអត់បាន
ដែលមានអារម្មណ៍ថាដាក់ការងារឲ្យសោកស្ដាយបារម្ភ បាទ អត្តន័យថាប្រើតែបន្ទុកចិត្ត បាទកន្លែងហ្នឹងខ្ញុំធ្លាប់ពីមុនណា ចា ពេលដែលយើងនៅកម្រិតមួយយើងតែងចឹងមកបាទតែដល់យើងអភិវឌ្ឍខ្លួនឯងដល់កម្រិតមួយទៀតយើងជឿលើមនុស្សពេលដាក់ហើយគាត់ធ្វើមិនបានកុំអីដែរទៅតែមើលឬគល់តើមូលហេតុដែលគាត់ធ្វើអត់បានដោយសារអីបាទដោយសារសមត្ថភាពគាត់អត់តាន់ដល់ដោយសារអារម្មណ៍គាត់បែបណាឬក៏ដោយសារអីហើយពេលដែលយើងដឹងពីចំណុចខ្វះខាតទាំងអស់ហ្នឹងហើយក្នុងនាមជាអ្នកដឹកនាំបំពេញគាត់បើគាត់ខ្វះខាតជំនាញទាំងអស់ហ្នឹងហៅគេមកបំពាក់ជំនាញហ្នឹងទៅបើអារម្មណ៍គាត់បែបបើក៏អារម្មណ៍គាត់បែបអត់ទុកចិត្តលើខ្លួនឯងយើងធ្វើម៉េចឲ្យគាត់មានទំនុកចិត្តទៅលើកទឹកចិត្តគាត់ធ្វើទៅបាទអញ្ចឹងកន្លែងហ្នឹងដែលយើងត្រូវគិតមើលតើឬគល់វាបញ្ហាហ្នឹងវាកើតចេញពីអីបាទអញ្ចឹងបពេញអាចំណុចខ្វះខាតហ្នឹងទៅគាត់នឹងក្រូឡើង ចាអ៊ំអញ្ចឹងឃើញថាការជជែកគ្នាព្រឹកនេះមានភាពក្តៅច្រើនហើយក៏ខ្ញុំរៀនសូត្របានច្រើនពីបងចា បាទ អញ្ចឹងជាចុងក្រោយខ្ញុំក៏ចង់ឲ្យបងអរគុណទៅកាន់អ្នកដែលគាត់រួមដំណើរជាមួយបងតាំងពី10ឆ្នាំមុនមកដល់ពេលនេះបងមានជាសារអីដែលអាចថាផ្ដាំផ្ញើទៅគាត់ទេបង បាទជាចុងក្រោយអរគុណដល់បងប្អូនទាំងអស់ដែលគាត់រួមដំណើរបាទទាំងអស់គ្នាដែលរួមដំណើរទោះបីពេលខ្លះក៏ដើរទៅគឺជួបបញ្ហាក៏ដោយប៉ុន្តែទឹកចិត្តម៉ែឪពេលខ្លះបដៅកូនវាយកូនខ្លះក៏បំណងល្អដែរបាទបំណងល្អចង់ឲ្យព្រោះស្ថានភាពហ្នឹងបើក៏អក្រោកក៏ស្លាប់អញ្ចឹងពេលខ្លះពុកម្ដាយឃើញកូនអត់រៀនប្រាប់កូនឲ្យរៀនកូនអត់ទៅរៀនអញ្ចឹងធ្វើម៉េចបាទវាយខ្លាយខ្លះប៉ុន្តែកូនម្ដងគឺចេតនាអញ្ចឹងបានពេលខ្លះកូនកុំទៅមើលសកម្មភាពរបស់ម៉ែឪទៅមើលចេតនាគាត់វិញបាទចេតនាគាត់ចង់ឲ្យកូនរីកបើស្ថានភាពហ្នឹងក៏អប់រំរីកទេហើយមិនដឹងហើយថាចំណេះការកសាងរឹងមាំពិតប្រាកដកាត់ឡើងពីចំណេះដឹងនិងជំនាញបាទចំណេះដឹងជំនាញអញ្ចឹងកម្រិតយើងប៉ុណ្ណឹងបានលទ្ធផលប៉ុណ្ណឹងអញ្ចឹងបើយើងបានចង់បានលទ្ធផលខ្លាំងជាងហ្នឹងដល់យើងស៊ីដូរអាស្ថានភាពហ្នឹងឧទាហរណ៍ជាក់ស្ដែងឥឡូវខែនេះយើងរកបាន 1000 អញ្ចឹងបើយើងចង់បាន 2000 ធ្វើម៉េចដល់បរិជ្ជចំណេះជំនាញឡើងដើម្បីមានចំណូលប៉ុណ្ណឹងប៉ុន្តែបើយើងនៅស៊ី mindset ថាឥឡូវចំណូលប៉ុណ្ណឹងខ្ញុំនៅតែប៉ុណ្ណឹងខ្ញុំចង់បាន 2000 យើងអត់ដូរអាសកម្មភាពហ្នឹងវាអត់រីចម្រើនទេព្រោះអ្វីៗវាផ្លាស់ប្ដូរហើយបាទសេដ្ឋកិច្ចតឹងតែងផ្លាស់ប្ដូរសង្គមតឹងតែងការដឹកនាំតឹងតែងអញ្ចឹងវាត្រូវរំដំណាក់កាលមួយតែបើយើងអត់ព្រមដូរពីស្ថានភាពហ្នឹងទេវាមិនមែនត្រឹមឡើងវាធ្លាក់ខ្លួនឯងទៀតបាទអញ្ចឹងអ្នកដឹកនាំកន្លែងនេះគឺសំខាន់ អ្នកខ្លះទាញគេឲ្យធ្លាក់ទេ បាទហ្នឹងពេលខ្លះទាញគេទៀត ចា៎ អញ្ចឹងអាចំណុចមួយមនុស្សការលូតលាស់វាមានកម្រិតបើយើងលូតលាស់ដល់ចំណុចហ្នឹងហើយយើងពេលខ្លះយើងអត់បានអភិវឌ្ឍខ្លួនណាយើងនៅត្រឹងប៉ុណ្ណឹងយើងគិតថាខ្ញុំចេះហើយយើងអត់បានបត់ស្ថានភាពហ្នឹងទេវានឹងធ្លាក់ហើយអញ្ចឹងបានខ្ញុំតែងតែលើកថាកម្រិតរបស់មនុស្សវាទៅតាមកម្រិតនៃការលូតលាស់របស់មនុស្សនិងទឹកលុយវាទៅតាមស្ថានភាពអញ្ចឹងអ្នកខ្លះកម្រិតគាត់ 1000 រុញគាត់ដល់ 10000 គាត់អត់ទៅទេនៅតែ 1000 ហ្នឹង 1000 ហើយធ្លាក់អ្នកខ្លះទេកម្រិត 10000 ដល់ចំណុចហ្នឹង 10000 ហ្នឹងឯងអត់ឡើងទៀតទេច្បាប់នេះគម្រោបើគម្រោការលូតលាស់គាត់ បាទប៉ុណ្ណឹង ប៉ុណ្្នឹងឯង ចា៎ ហើយអ្នកខ្លះទៀត 500000 នោះ ចា៎ អញ្ចឹងដល់ស្ថានភាពចំណូលគាត់លូតលាស់ដល់ប៉ុណ្្នឹងគាត់លេខរីកហើយអ្នកខ្លះ1លានហើយខ្លះបោកអញ្ចឹងអាស្រ័យលើកៈ mindset របស់គាត់បើគាត់នៅតែអភិវឌ្ឍនៅតែបើកចិត្តនៅតែគោរពឲ្យតម្លៃអ្វីដែលថ្មីមានការដឹងគុណនៅផ្សេងៗហ្នឹងគឺវាស្ថានភាពហ្នឹងឯងបាទអញ្ចឹងកុំឲ្យខ្លួនឯងនៅត្រឹងប៉ុណ្្នឹងបើយើងខ្លួនឯងមើលត្រឹងត្រឹមថាmindset fake អត់ព្រមអភិវឌ្ឍនៅកម្រិតនោះទេវាអត់ឡើងទេ ចា៎បង បាទនឹងជាអ្វីដែលជាសារជូនដល់បងប្អូនអរគ្នាមិនថាយើងថាព្រោះខ្ញុំរងថ្ងៃក៏អភិវឌ្ឍខ្លួនរៀនសូត្រហើយជាពិសេសគឺស្ថានភាពយើងហ្នឹងមកស្ថានភាពសេដ្ឋកិច្ចយើងហ្នឹងមកវាត្រូវដល់ចំណុចមួយហើយយើងអត់អាចរក្សានៅស្តង់ដារហ្នឹងហើយយើងបានរក្សាសកម្មភាពចាស់ប៉ុន្តែចង់បានលទ្ធផលថ្មីតើរួចទេតែមានអីស៊ីផ្លាស់ប្ដូរបាទ អញ្ចឹងអរគុណច្រើនបងសម្រាប់ បាទអរគុណ ផ្ដល់កិច្ចសម្ភាសន៍ថ្ងៃនេះ បាទ អញ្ចឹងយើងអាចជួបគ្នានៅសប្តាហ៍ក្រោយទៀត បាទអរគុណច្រើន អរគុណ